នៅខាងខ្ញុំមករយៈនេះគឺថាមេអាចដែរភ្លៀងទេបើកថ្ងៃរាល់តែថ្ងៃចឹងហើយអាសាចេញមកខាងក្រៅយក baby មកអង្គុយលេងស្រូបខ្យល់អាកាសហើយក៏អាំងសាច់ញ៉ាំតិចតួចលក្ខណៈគ្រួសារ3នាក់ប៉ាប៉ា baby នឹងឯងហើយធាតុអាកាសនៅខាងខ្ញុំគឺថាមករយៈនេះគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតែនព្រោះអត់ភ្លៀងចឹងទៅថ្ងៃក្តៅខ្លះត្រជាក់ខ្លះគឺថាចេញមកខាងក្រៅគឺមានអារម្មណ៍ល្អហើយចំពោះខាងបងប្អូនវិញអាកាសធាតុមិនដែរបើខាងខ្ញុំវិញអាកាសធាតុទទួលយកបានចូលជាមួយសប្តាហ៍ពេញហើយគឺអត់ដែរភ្លៀងទេហើយថ្ងៃនេះរៀបអាំងសាច់ញ៉ាំតោះបងប្អូនណាតនេះនៅចិត្តខ្ញុំមកញ៉ាំជាមួយគ្នាខ្ញុំនៅ Norway ផ្ទះនៅម្ដុំ Fredrikstad បើសិនជាបងប្អូនចូលចិត្តអាចមកញ៉ាំជាមួយគ្នាបានហើយឥឡូវនេះអាំងសាច់ក៏លេចមើល baby នេះអង្គុយមើលម៉ាមីអាំងសាច់ sweet ពីអ្នកប៉ាប៉ាហើយ baby ថ្ងៃនេះគឺថាខ្ជូតខ្លាំងណាស់ពេលអាវនឹងមួកនឹងទៅដូចកូនជ្រូកអញ្ចឹង